លោកចិនស៊ីបានទូនខ្លួនដល់ប្រទេសចិនហើយសូមស្ដាប់កញ្ញាពិសីរាយការណ៍ព័ត៌មាននៅពេលត្រូវបានសួរពីករណីធ្វើបច្ចេកបានបុគ្គលម្នាក់ឈ្មោះចិនស៊ីពីប្រទេសកម្ពុជាអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីម៉ាងនីងបាននិយាយថាអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសចិននឹងបញ្ចេញព័ត៌មានបន្ថែមទៀតទៅកាន់សាធារណជននេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី8ខែមករាឆ្នាំ2026ក្រោយពីបានស្ដាប់អ្នកនាងពិសីរាយការណ៍អញ្ចឹងបងប្អូនចាំតាមដានព័ត៌មាននេះបន្តទៀតតើព័ត៌មានលោកចិនស៊ីនេះនឹងវិវត្តដល់ណាសម្រាប់បងប្អូនគិតថាវីដេអូនេះល្អបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងសូមអរគុណ